ស្ដៅគឺជាអត្ថប្រយោជន៍ផ្នែកឱសថដែលអ្នកមិនធ្លាប់បានដឹងយើងគ្រប់គ្នាបានដឹងហើយថាស្លឹកនិងផ្ការបស់ស្ដៅគឺជាគ្រឿងអលក់ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរយើងក្នុងការទទួលទានមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះនោះទេស្ដៅក៏ដើរតួជាឱសថដែលអាចព្យាបាលជំងឺបានជាច្រើនមុខដូចជាបង្កើនភាពស៊ាំទៅនឹងការប្រយុទ្ធប្រឆាំងនឹងមហារីកជាដើមអ្នកជំនាញផ្នែកឱសថស្ថានធម្មជាតិបានរកឃើញថាស្លឹកសម្បកផ្ការបស់ស្ដៅពោរពេញទៅដោយអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពលក្នុងនោះស្លឹកប្រើសម្រាប់កម្ចាត់ចៅលើក្បាលជំងឺស្បែករបួសនិងដំបៅស្បែកបន្ថែមពីនេះវាក៏សម្បូរទៅដោយសារធាតុសកម្មជីវសាស្ត្រចំនួន130ដែលមានគុណសម្បត្តិប្រឆាំងមេរោគនិងបាក់តេរីជួយបង្កើនភាពស៊ាំនិងជួយដល់រាងកាយជាច្រើនផ្នែកទៀតចំពោះប្រេងដែលចម្រាញ់ចេញពីផ្លែស្ដៅគឺមានលក្ខណៈសម្បត្តិប្រែជាថ្នាំដុសធ្មេញបែបធម្មជាតិដើម្បីឲ្យធ្មេញនិងអញ្ចាញរឹងមាំថែមទាំងការពារកុំឲ្យធ្មេញពុកដោយសារញ៉ាំស្ករគ្រាប់ច្រើនទៀតផងប្រេងស្ដៅមានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែកជាពិសេសវាអាចព្យាបាលជំងឺចម្រុះនៃស្បែកដូចជាមុនកន្ទួលពងបែកលើមាត់របួសលើស្បែកជួសជុលជាលិកាដែលខូចខាតនិងព្យាបាលរបួសនៃសរសៃនៅក្នុងស្រទម្កូឡាជិននៅក្នុងស្បែកបានភ្លាមទៀតផងមិនតែប៉ុណ្ណោះប្រេងស្ដៅក៏មានប្រសិទ្ធភាពបំផុតសម្រាប់សម្លាប់សត្វល្អិតរហូតដល់ទៅ500ប្រភេទឯណោះដូចជាសត្វខ្មូចដង្កែនិងដង្កូវពោះវៀនព្រូនអ៊ីននិងសត្វល្អិតជាច្រើនប្រភេទទៀតអ្វីដែលកាន់តែពិសេសនោះគឺប្រេងស្ដៅគឺជាថ្នាំទិព្វមួយប្រភេទដែលជួយបំបាត់ការឈឺសន្លាក់និងជួយឲ្យឆ្អឹងរឹងមាំជាពិសេសការបរិភោគស្ដៅក៏ជួយសម្រួលចរន្តឈាមនិងបង្កើនកោសិកាឈាមផងដែរសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក